អូសៀនជាតិព្រះសូរាមរិទ្ធកុសមគិរីរម្យដែលមានឈ្មោះហៅកាត់ថាអូសៀនជាតិគិរីរម្យមានចម្ងាយ112គីឡូម៉ែត្រពីរាជធានីភ្នំពេញស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុដោយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ 80000 ហិកតាព្រមទាំងជាអូសៀនជាតិដែលបង្កើតឡើងជាផ្លូវការដំបូងគេបង្អស់នៅកម្ពុជាទីនេះគឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិសម្បូរពោពេញទៅដោយសក្តានុពលធម្មជាតិដែលមានទេសភាពល្អស្អាតដូចផ្ទាំងគំនូរអាកាសធាតុត្រជាក់ល្អបរិសុទ្ធគ្រប់រដូវកាលនិងមានលំអទៅដោយដើមស្រល់ធម្មជាតិហូរកាត់ឲ្យជ្រុះជ្រងជ្រលងដងអូបង្កើតបានជាទឹកធ្លាក់ជាច្រើននៅលើកំពូលភ្នំនិងបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកំសាន្តមិនចេះជឿនណាយផ្លូវធ្វើដំណើរក៏មានភាពងាយស្រួលហើយលោកអ្នកក៏អាចស្នាក់នៅក្នុងរីសតទំនើបជាច្រើននៅលើកំពូលភ្នំផ្ទាល់តែម្ដងភ្នំគិរីរម្យមានកម្ពស់700ម៉ែត្រហើយមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅក្នុងសម័យសង្គមរាស្ត្រនិយមអូសៀនជាតិដ៏ល្អត្រកាលនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1940ដោយនាយកដ្ឋានគង្គារុក្ខាប្រមាញ់ហើយបានធ្វើផ្លូវជាលើកដំបូងចូលទៅដល់ទីខ្ពង់រាបគិរីរម្យបន្ទាប់មកនៅក្នុងឆ្នាំ1944សម្ដេចព្រះនរោត្តមសីហនុបានយាងធ្វើព្រះរាជទស្សនកិច្ចនៅតំបន់នោះជាលើកដំបូងតាមរយៈដំរីព្រះអង្គក៏បានសពរាជហឫទ័យចំពោះទេសភាពដ៏ល្អប្រណិតនៅតំបន់នេះព្រះអង្គក៏បានព្រះរាជតម្រិះថាព្រៃស្រល់បែបនេះមានតែនៅក្នុងប្រទេសបារាំងតែប៉ុណ្ណោះមិននឹកស្មានថាព្រៃស្រល់នេះមាននៅក្នុងប្រទេសកម្ពុជានោះទេនៅពេលនោះព្រះអង្គក៏រាជានុញ្ញាតឲ្យអ្នកជំនាញបច្ចេកទេសសិក្សានិងកំណត់ឈ្មោះតំបន់នេះថាខ្ពង់រាបគិរីរម្យដោយព្រះរាជក្រមលេខ129ឡូរ៉ូចុះថ្ងៃទី17ខែមេសាឆ្នាំ1944នៅក្នុងឆ្នាំនោះមានអ្នកវិទ្យាសាស្ត្រក៏ដូចជាក្រុមភូមិសាស្ត្របសុព្យាបាលបានចូលទៅធ្វើការសិក្សាស្រាវជ្រាវអំពីភូមិសាស្ត្រស្ថានភាពដីស្ថានភាពជីវសាស្ត្រនៅក្នុងតំបន់គិរីរម្យជាច្រើនក្រុមជាបន្តបន្ទាប់នៅក្នុងឆ្នាំ1944នោះដែរនាយកដ្ឋានគង្គានិងរុក្ខាប្រមាញ់បានកំណត់តំបន់គិរីរម្យថាជាព្រៃបំរុងទុកសម្រាប់ផ្ដល់ផលទៅថ្ងៃអនាគតចាប់ពីថ្ងៃទី22ដល់ថ្ងៃទី28ខែមករាឆ្នាំ1945សម្ដេចព្រះនរោត្តមសីហនុបានយាងធ្វើព្រះរាជទស្សនកិច្ចនិងគង់ប្រថាប់នៅក្នុងព្រះរាជដំណាក់ដែលរៀបចំឡើងដោយនាយកដ្ឋានគង្គានិងរុក្ខាប្រមាញ់នៅអូខ្សាច់សនៅក្នុងឆ្នាំ1949នាយកដ្ឋានគង្គានិងរុក្ខាប្រមាញ់បានដំណើរការសាងសង់ផ្លូវនិងស្ពាននានានៅទូទាំងតំបន់គិរីរម្យសម្រាប់បម្រើឲ្យវិស័យទេសចរណ៍ហើយនៅចុងឆ្នាំ1949តំបន់គិរីរម្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរឥស្សរៈការគ្រប់គ្រងរបស់ខ្មែរឥស្សរៈរយៈពេល1ឆ្នាំស្ពានជាច្រើននៅក្នុងតំបន់នេះត្រូវបានដុតបំផ្លាញដោយជនប្រដាប់អាវុធហើយនៅពេលនោះភ្នាក់ងាររុក្ខានៃនាយកដ្ឋានគង្គានិងរុក្ខាប្រមាញ់បានសម្រេចចិត្តបញ្ឈប់សកម្មភាពគ្រប់គ្រងតំបន់គិរីរម្យប៉ុន្តែពួកគេបានវិលត្រឡប់ចូលមកគ្រប់គ្រងតំបន់នេះវិញនៅដើមឆ្នាំ1954បន្ទាប់ពីសន្និសីទអន្តរជាតិនៃទីក្រុងសឺណែវនៃប្រទេសស្វីសនៅខែវិច្ឆិកាឆ្នាំ1954ដែលបារាំងបានប្រគល់ឯករាជ្យពេញបរិបូរណ៍ជូនប្រទេសកម្ពុជាទើបនាយកដ្ឋានគង្គានិងរុក្ខាប្រមាញ់បានចាប់ផ្ដើមដំណើរការងារនិងសកម្មភាពគ្រប់គ្រងព្រៃឈើរបស់ខ្លួនឡើងវិញនៅក្នុងតំបន់គិរីរម្យដោយយោងទៅតាមព្រះរាជក្រឹត្យចុះថ្ងៃទី2ខែឧសភាឆ្នាំ1950នៅឆ្នាំ1962តំបន់គិរីរម្យត្រូវបានកសាងឡើងជាទីក្រុងទេសចរណ៍ដែលមានឈ្មោះថាក្រុងជូឡុងឬហៅថាបូរីជូឡុងមូលហេតុដែលក្រុងនេះត្រូវបានកំណត់ឈ្មោះថាក្រុងជូឡុងព្រោះតែសម្ដេចចក្រញឹកជូឡុងនៅពេលនោះគឺជាសកម្មជនដ៏សំខាន់ម្នាក់នៅក្នុងការចូលរួមវិភាគទាននិងចលនាប្រជាជនដើម្បីស្ថាបនាទីក្រុងទេសចរណ៍ដ៏ប្រណិតនេះឡើងនៅក្នុងសម័យសង្គមរាស្ត្រនិយមក្រៅពីទីក្រុងភ្នំពេញនិងទីក្រុងព្រះសីហនុឬក្រុងកំពង់សោមរដ្ឋាភិបាលសម័យនោះបានបង្កើតទីក្រុងថ្មីៗមួយចំនួនដូចជាទីក្រុងអង្គរក្រុងកែបក្រុងបូកូក្រុងប៉ៃលិននិងបូរីជូឡុងនេះឯងនៅក្នុងឆ្នាំ1965វិស័យទេសចរណ៍បានក្លាយជាផ្នែកមួយដ៏សំខាន់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិដោយសារតែសក្តានុពលធម្មជាតិនៅក្នុងតំបន់នេះរួមទាំងសំណង់ប្រណិតជាច្រើនទើបរៀងរាល់ចុងសប្តាហ៍គេឃើញមានរថយន្តរាប់រយគ្រឿងបានធ្វើដំណើរមកកាន់តំបន់នេះយោងតាមកំណត់ត្រាទស្សនាវដ្តីកម្ពុជាសូរិយាបោះពុម្ពនៅក្នុងឆ្នាំ1966បានឲ្យដឹងថាមានរថយន្តរហូតដល់ 11500 គ្រឿងបានធ្វើដំណើរទស្សនាចរមកកាន់តំបន់នេះដោយរួមទាំងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបរទេសជាផ្លូវរត់ផងដែរដូចជាលោកប្រធានាធិបតីចិនលីវចៅជីលោកប្រធានាធិបតីឥណ្ឌូនេស៊ីស៊ូកាណូលោកប្រធានអ៊ុំញ៉ាតូមកពីយូហ្គោស្លាវីលោកសេនាប្រមុខចិនជីមកពីប្រទេសចិនជាដើមប្រតិភូឥស្សរជនទាំងនោះសុទ្ធតែត្រូវបានអញ្ជើញដោយសម្ដេចព្រះនរោត្តមសីហនុដើម្បីធ្វើដំណើរទស្សនាចរនៅក្នុងបូរីជូឡុងហើយជាញយដងសម្ដេចព្រះនរោត្តមសីហនុបានសពរាជហឫទ័យចំពោះទីក្រុងនេះដោយធ្វើដំណើរមកកាន់ទីនេះជាញឹកញាប់ដើម្បីទស្សនាសម្រស់ធម្មជាតិដ៏ល្អប្រណិតនិងសត្វព្រៃគ្រប់ប្រភេទនៅក្នុងតំបន់គិរីរម្យខ្ពង់រាបគិរីរម្យមានទេសភាពខុសប្លែកពីគេដោយសារតែទីនេះលំអដោយដើមស្រល់ដ៏ឈរជ្រងច្រាំងពីពេញលើកំពូលភ្នំនិងមានទឹកធ្លាក់ជាច្រើនអន្លើរួមទាំងសត្វមរគីជាច្រើនអំបូររស់នៅ
អូសៀនជាតិដ៏ធំនេះស្ថិតនៅជិតរាជធានីភ្នំពេញជាងគេដែលជាកត្តាអំណោយផលដល់ភ្ញៀវទេសចរអាចធ្វើដំណើរទៅទស្សនាតំបន់ធម្មជាតិដ៏ស្រស់ស្អាតមួយនេះបានងាយស្រួលនិងឆាប់រហ័សតាមរយៈផ្លូវជាតិលេខ4ដល់បង្គោលគីឡូម៉ែត្រលេខ87ត្រង់ផ្លូវបំបែកត្រែងប្រយើងគេនឹងឃើញមានផ្លូវបំបែកខាងស្ដាំឆ្ពោះទៅកាន់តំបន់គិរីរម្យព្រៃធម្មជាតិនៅទីនេះរួមមានប្រភេទព្រៃស្រល់ភាគច្រើននិងព្រៃឈើតំបន់ត្រូពិចជាច្រើនប្រភេទព្រៃស្រល់ធម្មជាតិគឺជាចំណុចដ៏ពិសេសមួយហើយក៏ជាព្រៃស្រល់បំរុងទុកធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាផងដែររាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក៏បានចុះបញ្ជីរមណីយដ្ឋានគិរីរម្យជាឧទ្យានជាតិព្រះសរាមរិទ្ធកុសុមគិរីរម្យដែលមានផ្ទៃដី 35,000 ហិកតាតាមព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុវរ្ម័នចុះថ្ងៃទី1ខែវិច្ឆិកាឆ្នាំ 1993ហើយឧទ្យានជាតិនេះបានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី5ខែមិថុនាឆ្នាំ 1995 រហូតមកទល់ពេលបច្ចុប្បន្ននេះបច្ចុប្បន្នកំណត់ផ្លូវជាច្រើននិងស្ពានមួយចំនួនត្រូវបានជួសជុលឡើងវិញបន្ទាប់ពីការខូចខាតដោយសារតែសង្គ្រាមជាទូទៅស្ថានភាពផ្លូវទៅកាន់ឧទ្យានជាតិគិរីរម្យគឺល្អប្រសើរដែលអាចឲ្យរថយន្តនិងម៉ូតូគ្រប់ប្រភេទអាចចរាចរបាននៅរៀងរាល់ចុងសប្តាហ៍និងថ្ងៃបុណ្យទានគឺមានភ្ញៀវទេសចរជាច្រើនសម្រុកមកកម្សាន្តខ្លះក៏មកស្នាក់នៅក្នុងរីសតឬក៏បោះតង់ហើយខ្លះទៀតក៏មកលេងវិលល្ងាចទៅតាមពេលវេលាលោកអ្នកអាចទទួលទានអាហារបែប picnic នៅតាមទីកន្លែងស្អាតៗឬក៏អាចទៅញ៉ាំអាហារឆ្ងាញ់ៗនៅតាមខ្ចោះដែលសង់ឡើងនៅតាមដងអូរនិងទឹកធ្លាក់ដែលអាចកំងម្ហូបចម្អិនបានភ្លាមៗក្នុងតម្លៃសមរម្យអាចទទួលយកបានមានបងប្អូនជាច្រើនដែលនិយមដំណើរកម្សាន្តបែប adventure ក៏បានដើររុករកទីកន្លែងប្លែកៗនៅក្នុងព្រៃជ្រៅនិងបានឃើញទេសភាពកាន់តែអស្ចារ្យថែមទៀតដោយសារតែតំបន់នេះគឺជាតំបន់ខ្ពង់រាបនិងជាប្រជុំភ្នំតូចធំជាច្រើននោះគិរីរម្យក៏មានបរិមាណទឹកភ្លៀងខ្ពស់ផងដែរហើយទេសភាពព្រៃឈើមានពណ៌បៃតងគ្រប់រដូវដោយសារតែលក្ខណៈអំណោយផលពីធម្មជាតិនេះហើយទើបតំបន់នេះអាចបង្កើតបានជាប្រភពទឹកសម្រាប់បង្កើតជាវិរិយអគ្គិសនីដំបូងគេបំផុតនៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ 1960 ដែលអាចនាំយកចរន្តអគ្គិសនីមកផ្គត់ផ្គង់នៅក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្នបានមួយភាគធំ